Chẳng dần chập ở đàm clean clean trai xì nàyនៅ file ដែលយើងអត់ត្រូវការឬហៅថាកាកសំណល់ file ដែលវាបង្កើតឡើងបើយើងលុបក៏អត់បញ្ហាដែរព្រោះសុទ្ធតែជា file អត់ត្រូវការទេដកចេញក៏ទុកក៏មិនចំណេញដកចេញក៏វាខាតដែរមកស្ដាំមកយកពាក្យ property កន្លែង disk clean up អញ្ចឹងពេលចុច disk clean up មកវាចេញផ្ទាំងនេះមួយអញ្ចឹងយើងគ្រីសទាំងអស់ទៅគ្រីសទាំងអស់លើកដល់ក្រោមនោះគឺគ្រីសទាំងអស់មកនេះថាខ្ញុំ clean ហើយមួយសារហើយអញ្ចឹងរៀងមើលទៅវាសល់កន្លែង folder ខ្លះហ្នឹងវាតែ4មេទេអញ្ចឹងចុច OK delete file តើមកទៀតយើងចូលកន្លែងនឹងម្ដងទៀត clean up ហ្នឹងយើងចូលមកកន្លែង clean up system file ចូលកន្លែងនឹងទៀតត្រឡប់ពួក file ខ្លះដែលវាមាននៅក្នុងនឹងបន្តទៀត C អស់ G ច្រើនណាស់ក្នុងនឹងជាការ 6G ជាការ 3G ជាការលើសនឹងទៀតក៏មានដែរចេញផ្ទាំងមួយនេះគ្រីសអញ្ចឹងដូចគ្នាគ្រីសទាំងអស់មកនេះកន្លែងហ្នឹងគឺគ្រីសទាំងអស់មកគ្រីសទាំងអស់ហើយ0មានថាវាមានអីទេក្នុងហ្នឹងតែយើងគ្រីសទៅមិនគ្រីសក៏បានគ្រីសក៏បានអត់អីទេតែមកយើងចុច OK ទៅមាន file មានមេរោគអីក្នុងហ្នឹងអីគឺលុបចោលអស់ delete file បាទអញ្ចឹងហើយអញ្ចឹងខ្វែងចេញមកអញ្ចឹងយើងrestart ម៉ាស៊ីនមួយទៅយើងពិនិត្យមើលកន្លែង drive របស់យើងនឹងឡើង G ពីមុនបងខ្ញុំមានថា 200G ឥឡូវឡើងបាន 12G មកវិញ